Phan sư ta anhប្រកាសជាចង់ទិញស្រះចិញ្ចឹមត្រីរបស់ខ្ញុំមែនទេពួកខ្ញុំគិតច្បាស់ហើយលុយខ្ញុំបានទេរួចហើយទទួលបានប្រាក់ចំនួន100,000 យន់អញ្ចឹងស្រះត្រីនេះជារបស់អញហើយមិននឹកស្មានថាក្មេងម្នាក់នេះប្រហែលជារៀនសូត្រដល់ឆ្កួតហើយបានជាហ៊ានចំណាយលុយ10,000 យន់មកទិញស្រះត្រីតូចមួយនេះសង្ឃឹមថាគេនឹងមិនស្ដាយក្រោយចុះរកឃើញថាម្ចាស់មានស្រះនេសាទតើចង់ដំណើរការប្រព័ន្ធដែរឬទេដើម្បីដំណើរការប្រព័ន្ធនេះខ្ញុំហ៊ានលីឈប់ពីការងារដែលមានប្រាក់ខែខ្ពស់នៅទីក្រុងប្រព័ន្ធឲ្យប្រព័ន្ធតើអាចឈានដល់ចំណុចកំពូលនៃជីវិតបានឬអត់គឺពឹងលើអញហើយកូនមិនដឹងគុណកូនអត់តញោអញវីអញឲ្យងប់អាឡងពួកកុំវីអីលីឈប់ពីការងារប្រាក់ខែខ្ពស់នៅទីក្រុងមិនធ្វើបែរជាចង់មកបាក់ស្រះត្រីនៅជនបទវិញអញវីអញឲ្យងប់មិនមែនស្រះត្រីទេគឺកន្លែងស្ទូចត្រីចុះវាមិនមែនសម្រាប់ស្ទូចត្រីដូចតែគ្នាទេហីចុះបើធ្វើមិនស្រួលខាត់បងទៅពេលនោះតើអញរកប្រពន្ធបានយ៉ាងម៉េចឪពុកអញនិយាយត្រូវហើយអាយុប៉ុណ្ណឹងហើយការរកប្រពន្ធទើបជារឿងសំខាន់បំផុតម៉ែអញបានជួយហៅលីហ៊ួយមកជាពិសេសអញនឹងនាងធំធាត់ជាមួយគ្នាតាំងពីតូចឥឡូវនាងជាស្រីស្អាតប្រចាំភូមិទៀតអញត្រូវតែចាប់ឱកាសនេះឲ្យជាប់រៀបចំការឲ្យបានឆាប់ទៅអូយតើអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីហ្នឹងគួយឡានហេតុអ្វីបានជិះមកទីនេះតោះទៅនិយាយគ្នានៅផ្ទះរបស់យើងទៅផ្ទះរបស់មីងគឺមិនបាច់ទេដឹងខ្ញុំចិត្តធន់ណាស់មិនចង់ឃើញអ្នកក្ររស់នៅលំបាកវេទនាឡើយតើនាងនិយាយស្អីហ្នឹងបានហើយពួកយើងកុំនិយាយវៀងវាទៀតអីអ្នកទាំងអស់គ្នាហៅលីហ៊ួយមកមិនមែនដើម្បីមើលមុខដណ្ដឹងទេហីចង់បានកូនស្រីខ្ញុំក៏បានដែរតែត្រូវមានលុយបណ្ណាការ1លានយន់ឡានទំនើបមួយគ្រឿងហើយនឹងផ្ទះមួយល្បែងនៅទីក្រុងបើមិនអញ្ចឹងទេគឺកុំសង្ឃឹមតើលុយបណ្ណាការនេះខ្ពស់ពេកទេដឹងឬមួយឲ្យក្មេងទាំងពីរស្គាល់គ្នាសិនទៅចំណែកផ្ទះនឹងឡានចាំរៀបចំតាមក្រោយសិនបានទេគ្មានលុយផងចង់មកការជាមួយលីហ៊ួយកូនខ្ញុំយកសពទាំងថ្ងៃហើយម៉ែកុំថាពេលនិយាយជាមួយពួកគេអីគ្រូសាគេក៏បែបនេះសូម្បីតែលុយកក់ផ្ទះនៅទីក្រុងក៏ប្រហែលជារកមិនបានផងខ្ញុំមិនព្រមការមកទីនេះដើម្បីរងទុក្ខឡើយគួយឡានពួកយើងពិភាក្សាគ្នានៅផ្ទះរបស់យើងបន្តិចទៀតទៅមើលម៉ែពួកគេមើលងាយគ្រូសាយើងតាំងពីដំបូងហើយតើនិយាយជាមួយពួកគេធ្វើអីទៀតអ្នកទាំងពីរពិតជាគិតថាគ្រូសាខ្ញុំងាយស្រួលនឹងធ្វើបាបណាស់មែនទេចង់បានប្រញាប់តាមពីដំបូងទៅម៉ែតោះពួកយើងទៅអេចាំពិភាក្សាគ្នាសិនកុំតន់អើទៅអីឈួតមែនអញដឹងទេថានៅក្នុងភូមិស្រុកនេះមានមនុស្សប៉ុន្មានអ្នកចង់ជួបលីហ៊ួយតែគ្មានឱកាសហេតុអ្វីបានជាអញមិនចេះរក្សាឱកាសបែបនេះបានហើយអវាកុំនិយាយទៀតអីមិនមែនអញចង់ចិញ្ចឹមត្រីទេហីអូខេចង់ចិញ្ចឹមតាមចិត្តទៅពួកយើងលែងខ្វល់ពីអញទៀតហើយពុកម៉ែឲ្យតែស្រះនេសាទនេះបើកដំណើរការខ្ញុំនឹងធ្វើឲ្យពួកគេស្ដាយក្រោយចំពោះទង្វើនៅថ្ងៃនេះរកឃើញថាម្ចាស់មានស្រះនេសាទតើចង់ដំណើរការប្រព័ន្ធដែរឬទេដំណើរការប្រព័ន្ធនេះពិតជាអស្ចារ្យមែនអាចផ្លាស់ប្ដូរស្រះត្រីឲ្យក្លាយជាកន្លែងស្ទូចត្រីភ្លាមពេលនេះអាចបើកទទួលភ្ញៀវបានហើយទើបតែដំណើរការប្រព័ន្ធសោះក៏បង្ខំឲ្យខ្ញុំរកភ្ញៀវបាត់ទៅហើយពិតជាមិនទុកពេលឲ្យដកដង្ហើមសោះកន្លែងស្ទូចត្រីនេះគ្មានកេរ្តិ៍ឈ្មោះហើយទីតាំងក៏មិនសូវល្អទៀតរកមនុស្ស10នាក់ក្នុងរយៈពេល3ថ្ងៃវាមិនមែនជារឿងងាយស្រួលឡើយពាក្យសុំលីឈប់ពីការងារលីហ្វានតើអញគិតថាប្រាក់ខែរបស់ធ្វើការនៅក្រុមហ៊ុនទើបតែ5ខែសោះតែអាចសម្រេចគម្រោងធំបានជាច្រើនខ្ញុំដឹងពីសមត្ថភាពរបស់អញច្បាស់ខែក្រោយខ្ញុំគ្រោងនឹងដំឡើងតំណែងអញជាប្រធានផ្នែកទីផ្សារហើយលោកស្រីយេមិនមែនដោយសារតែប្រាក់ខែទេក្រុមហ៊ុនល្អចំពោះខ្ញុំណាស់ហើយលោកស្រីក៏តែងតែជួយយកអាសាខ្ញុំដែរគ្រាន់តែខ្ញុំចង់ត្រឡប់ទៅស្រុកកំណើតវិញដើម្បីបើកកន្លែងស្ទូចត្រីផ្ទាល់ខ្លួនប៉ុណ្ណោះបើកកន្លែងស្ទូចត្រីមនុស្សម្នាក់មានបំណងរៀងខ្លួនខ្ញុំគោរពការសម្រេចចិត្តរបស់អញបើបើកដំណើរការហើយកុំភ្លេចប្រាប់ខ្ញុំផងខ្ញុំនឹងទៅគ្រប់គ្រងជាមិនខានអញ្ចឹងខ្ញុំនឹងរងចាំការមកដល់របស់លោកស្រីយេដែលក្តីរីករាយហេតុអ្វីក៏ខ្ញុំភ្លេចនាងទៅវិញលោកស្រីយេតើមានចំណាប់អារម្មណ៍ចង់មកស្ទូចត្រីដែរទេកន្លែងស្ទូចត្រីរបស់ខ្ញុំបើកហើយអញពូកែគ្រាន់បើណាស់តើផ្ញើទីតាំងឲ្យខ្ញុំមកខ្ញុំនឹងទៅគ្រប់គ្រងឥឡូវនេះហើយរាល់ការចាប់ផ្ដើមតែងតែមានការលំបាកសង្ឃឹមថាលោកស្រីយេអាចជួយផ្សព្វផ្សាយដើម្បីទាក់ទាញអ្នកស្ទូចត្រីឲ្យមកបានច្រើនលោកស្រីយេទីបំផុតអ្នកមកដល់ហើយលោកស្រីយេអញ្ជើញចូលខាងក្នុងមើលនេះប្រញាប់មើលទៅនោះមិនមែនជាហ្វាន់ស៊ឺទេហីឮថាគេត្រឡប់មកពីទីក្រុងដើម្បីបើកកន្លែងស្ទូចត្រីនេះប្រហែលជាសង្សារដែលគេស្រឡាញ់គ្នានៅទីក្រុងហើយមើលទៅមិនអាចទៅរួចទេមនុស្សដូចគេធ្វើម៉េចមានសមត្ថភាពរកបានសង្សារស្អាតថ្នាក់ហ្នឹងលីហ្វានកន្លែងស្ទូចត្រីរបស់អញតូចបែបនេះប្រហែលជាគ្មានត្រីធំទេដឹងរបស់នៅក្នុងដៃអញនេះប្រហែលជាមិនបាច់ប្រើការទេសុវត្ថិភាពជាចម្បងមិនខ្លាចមិនបានប្រើទេខ្លាចតែដល់ពេលត្រូវប្រើបែរជាគ្មានទៅវិញខ្ញុំចូលចិត្តភាពម៉ត់ចត់របស់អញត្រង់នឹងឯងថាកាយេតើកន្លែងស្ទូចត្រីរបស់អញគិតថ្លៃសេវាយ៉ាងម៉េចដែររឿងហ្នឹងខ្ញុំក៏មិនដឹងថាត្រូវគិតថ្លៃយ៉ាងម៉េចដែរឬមួយលោកស្រីយេសាក់លបងស្ទូចសិនទៅហើយជួយវិភាគមើលថាគូកំណត់តម្លៃប៉ុន្មានទើបសមរម្យយកព្រមអញជួយទៅយកប្រដាប់ស្ទូចត្រីមកឲ្យខ្ញុំមួយកុំភ្លេចមកខ្ញុំនឹងធ្វើជាទីប្រឹក្សាឯងគ្មានបញ្ហាទេពួកយើងចាប់ផ្ដើមតែម្ដងទៅមិនបាច់សង្ទេខ្ញុំគ្រាន់តែគិតថាកន្លែងស្ទូចត្រីរបស់អ្នកពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំមានអារម្មណ៍ថាកន្លែងស្ទូចត្រីរបស់អ្នកនឹងល្បីខ្លាំងនាពេលអនាគតអ្នកត្រូវតែសន្យានឹងខ្ញុំពេលល្បីហើយត្រូវតែទុកកន្លែងស្ទូចត្រីឲ្យខ្ញុំផងពិតជាអញ្ចឹងហើយទៅថ្ងៃមុខអ្នកនឹងក្លាយជា super web របស់កន្លែងស្ទូចត្រីយងពូខុងជុនហើយកន្លែងនឹងទុកជូនអ្នកជានិច្ចទទួលបានប្រាក់បញ្ញើចំនួន10,000 យន់សូមអបអរសាទរកន្លែងស្ទូចត្រីទទួលបានភ្ញៀវដំបូងហើយវឌ្ឍនភាពការងារ110អូសោះតែត្រូវបង់ប្រាក់សិនទើបប្រព័ន្ធចាត់ទុកថាជាភ្ញៀវពិតជាចូលកាន់នេះមែនហេមិនយល់សោះតាំងពីកាលណាទើបរបរចិញ្ចឹមត្រីរកលុយបានច្រើនម្ល៉េះហ្វាន់ជឿធ្វើកន្លែងស្ទូចត្រីនេះឲ្យល្អទៅនៅចំការមានការងារត្រូវធ្វើទៀតខ្ញុំទៅមុនហើយទៅវិញទៅការងារចំការមិនធ្វើទេហេគុំនៅទីនេះនាំតែខាតពេលនៅចង់ស្ទូចទៀតទេច្បាស់ជាស្ទូចហើយនាំខ្ញុំឲ្យធ្លាក់ក្នុងរឿងនេះទៅហើយគំនុំនេះត្រូវតែសង្សឹកបើថ្ងៃនេះស្ទូចត្រីឆ្ដោររយៈទម្ងន់100គីឡូនោះមិនបានទេខ្ញុំយីជឿនាងមិនទៅណាឡើយយីជឿកំពុងផ្ញើរូបភាពបង្អួតគ្នាក្នុងក្រុមហើយតើ
ត្រីឆ្ដោយទម្ងន់100គីឡូពិតមែនឬក៏คล้ายហ្វានជាប្រញាប់ឡើងដឹងខ្លួនឡើងមានរឿងធំហើយកន្លែងស្ទូចត្រីរបស់អ្នកត្រូវបានគេឡោមព័ទ្ធអស់ហើយឡោមព័ទ្ធម៉ែតាមានរឿងអ្វីកើតឡើងឲ្យប្រាកដហ្នឹងព្រលឹមស្រាងមានមនុស្សប្លែកមុខមួយក្រុមបានចូលមកក្នុងភូមិពួកគេនៅមុខច្រកចូលកន្លែងស្ទូចត្រីរបស់អ្នកគួរឲ្យខ្លាចណាស់កន្លែងស្ទូចត្រីរបស់ខ្ញុំទើបតែបើកដំណើរការហើយទទួលភ្ញៀវបានតែម្នាក់គត់គឺជានាងមិនដែលបង្កចំនួនជាមួយអ្នកណាឡើយការដែលពួកគេមកដល់ទីនេះតើពួកគេមានគោលបំណងអ្វីទៅព្រលឹមឡើងមានមនុស្សមកច្រើនម្លេះបើកន្លែងស្ទូចត្រីរកលុយបានច្រើនបែបនេះមែនទេពិតមែនហើយក្មេងស្រីដែលបើកឡានស្គាល់ថ្ងៃនោះមកទៀតហើយម្សិលមិញនាងចុះឈ្មោះជាសមាជិកអូកាសមួយស្មើនឹង10000យន់ឮថាកន្លែងស្ទូចត្រីគេថ្លៃតាំងក្បាលមនុស្សមកម្នាក់ចំណេញម្នាក់មនុស្សច្រើនបែបនេះហ្វានជឿច្បាស់ជាមានបានហើយពួកអ្នកទាំងអស់គ្នាត្រូវគេបោកហើយមនុស្សទាំងនោះគ្រាន់តែជាអ្នកដែលលីហ្វានជួបមកធ្វើជាភ្ញៀវពិតយូរតែប៉ុណ្ណោះពិតជាអីចឹងមែនគេអូសោះតែជាអ្នកសម្ដែងសោះខ្ញុំថាហើយកន្លែងស្ទូចត្រីមិនងាយបើកស្រួលបែបនេះឡើយអ្នកណាថាយើងជួបមនុស្សមកសម្ដែងលីហ្វានឯងហ៊ាននិយាយទេថាមនុស្សទាំងនេះមិនមែនជាអ្នកដែលឯងជួលមកកន្លែងស្ទូចត្រីរបស់ឯងទើបតែបើកបានប៉ុន្មានថ្ងៃសោះមិនក៏អាចមានមនុស្សមកច្រើនបែបនេះក្នុងពេលតែមួយបានជឿនាងតើមានរឿងអ្វីកើតឡើងហ្នឹងកន្លែងស្ទូចត្រីរបស់អ្នកល្បីហើយតើខ្ញុំនិយាយមែនណាអ្នកបើកទ្វារយឺតម្លេះទុកឲ្យពួកយើងរងចាំយូរបែបនេះម្ចាស់កន្លែងស្ទូចត្រីដូចជាអ្នកពិតជាមិនបំពេញតួនាទីបានល្អសោះនៅក្នុងក្រុមល្បីថាទីនេះមានត្រីឆ្ដោយទម្ងន់100គីឡូប្រញាប់បើកទ្វារឲ្យខ្ញុំចូលទៅមើលបន្តិចមើលបើពិតជាមានត្រីឆ្ដោយមែនថ្ងៃនេះខ្ញុំនឹងបញ្ចូលលុយធ្វើការសមាជិកនៅទីនេះតែម្ដងអូមើលទៅអ្នកចូលចិត្តស្ទូចត្រីទាំងនេះគឺត្រូវបានតាក់ទាញមកដោយសារតែជឿនាងជួយផ្សព្វផ្សាយឲ្យសោះថៅកែឈោធ្វើភ្លើអីហ្នឹងប្រញាប់បើកទ្វារទៅកំហុសរបស់ខ្ញុំទេកំហុសរបស់ខ្ញុំទេខ្ញុំបើកទ្វារឥឡូវនេះហើយស្រីស្អាតយីកន្លែងស្ទូចត្រីនេះមើលទៅទើបតែបើកសោះនៅក្នុងស្រះពិតជាមានត្រីឆ្ដោយទម្ងន់100គីឡូមែនទេមែនហើយអគ្គនាយកយាយរូបភាពដែលអ្នកបានផ្ញើទៅក្នុងក្រុមកាលពីម្សិលមិញប្រហែលជាកាត់ទេដឹងអគ្គនាយកយាយកុំបោកពួកយើងណាខ្ញុំនឹងឡើងវ៉ាងចេញដំណើរតាំងពីមេឃមិនទាន់ភ្លឺមកម្លេះបើកឡានអស់ចម្ងាយជាង100គីឡូម៉ែត្រឯណោះសូមអ្នករាល់គ្នាទុកចិត្តចុះអ្នកស្ទូចត្រីមិនបោកអ្នកស្ទូចត្រីដូចគ្នាទេកន្លែងស្ទូចត្រីនេះពិតជាមានត្រីធំមែនអូយពួកអ្នកឯងពិតជាជឿមែនគេក្មេងស្រីម្នាក់នេះនិងលីហ្វានគឺនៅក្រុមជាមួយគ្នាទេសម្ដីរបស់នាងមិនអាចជឿទុកចិត្តបានឡើយគុយឡានឯងចង់ធ្វើអ្វីទៀតពិតជាគិតថាលីហ្វានគ្មានមោហៈមែនគេខ្ញុំគ្រាន់តែមិនដាច់ចិត្តឃើញគ្រប់គ្នាត្រូវឯងបោកប្រាស់តែប៉ុណ្ណោះខ្ញុំរស់នៅទីនេះអស់កន្លះជីវិតហើយស្រះត្រីមួយនោះខ្ញុំស្គាល់ច្បាស់ជាងគេបង្អស់ស្រះត្រីរបស់គ្រូសាលីហ្វាននេះគ្រាន់តែជាស្រះត្រីតូចមួយប៉ុណ្ណោះសូម្បីតែត្រីកាប់ទម្ងន់5.6គីឡូក៏គ្មានផងកុំថាឡើយដល់ទៅត្រីឆ្ដោយទម្ងន់100គីឡូនោះហើយមកហើយមិននឹកស្មានថាលឿនយ៉ាងនេះសោះក៏បានត្រីដែរវាជាត្រីឆ្ពិនមិនអន់ទេលីហ្វានបើកន្លែងស្ទូចត្រីរបស់ឯងគ្មានត្រីធំទេ60យន្តមួយថ្ងៃគឺធម្មតាបើមានត្រីធំខ្ញុំគិតថា100យន្តមួយថ្ងៃក៏បានដែរមានត្រីធំគឺអាច100យន្តមួយថ្ងៃមែនទេខ្ញុំចាំថាម៉ាស៊ីនរបស់ខ្ញុំធ្លាប់ផ្ដល់រង្វាន់ត្រីនាគការពារស្រះដែលអាចបញ្ជាដោយចិត្តបានឲ្យវាចេញមកបង្ហាញខ្លួនបន្តិចទៅត្រីធំ100ចិនលីហ្វានកន្លែងស្ទូចត្រីរបស់ឯងថ្ងៃនេះថែមទាំងប្រឡែងត្រីធំ100ចិនទៀតផងនិយាយទៅឯងប្រហែលជាមិនជឿទេខ្ញុំក៏មិនដឹងថាត្រីនាគការពារស្រះនេះធំយ៉ាងនេះដែរនេះជាកម្មវិធីភ្ញាក់ផ្អើលដែលកន្លែងស្ទូចត្រីរបស់យើងបានរៀបចំឥឡូវនេះមើលទៅឥទ្ធិពលមិនអន់ទេមិនត្រឹមតែមិនអន់ទេទូទាំងក្រុងលូស៊ូគ្មានកន្លែងស្ទូចត្រីណាមានត្រីធំយ៉ាងនេះឡើយបើរឿងនេះត្រូវបានគេដឹងកន្លែងស្ទូចត្រីរបស់ឯងនឹងផ្ទុះការគ្រប់គ្រងមិនខានទូទាំងក្រុងលូស៊ូក៏គ្មានត្រីធំយ៉ាងនេះដែរមែនទេមែនហើយកន្លែងស្ទូចត្រីផ្សេងទៀតនៅលូស៊ូខ្ញុំធ្លាប់ទៅទាំងអស់មិនដែលឮសោះមិនបានទេថ្ងៃនេះខ្ញុំត្រូវតែស្ទូចវាឲ្យបានត្រីធំ100ចិនស្រីស្អាតស្ទូចត្រីនេះគ្រាន់តែជាសម្ភារៈផ្សព្វផ្សាយដែលប្រទានមកពីលើមេឃលីហ្វានអញកាន់ទូរស័ព្ទចង្អុលមកខ្ញុំធ្វើអីកំពុងគិតគំនិតអាក្រក់អីហ្នឹងខ្ញុំគ្រាន់តែគិតថាបើឯងស្ទូចបានត្រីធំ100ចិននោះមែនខ្ញុំត្រូវថតទុកជាប្រវត្តិសាស្ត្រជូនឯងល្មមបានហើយឯងគ្រាន់តែចង់ប្រើខ្ញុំនឹងត្រីធំនោះដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មឲ្យកន្លែងឯងមែនទេនាងល្អម្នាក់នេះចិត្តទូលាយថ្ងៃនេះអនុញ្ញាតឲ្យឯងថតចុះប៉ុន្តែបើឯងថតខ្ញុំចេញមកអាក្រក់ខ្ញុំមិនព្រមជាមួយឯងទេធានាថាថតឯងបានស្អាតដូចទេពធីតាពន្លឺចែងចាំងហ្មងខំចប់ហើយសំឡេងទាញខ្សែនេះកម្លាំងដៃនេះប្រកាសជាត្រីធំ100ចិននោះហើយលីហ្វានខ្ញុំទប់មិនជាប់ទេ
ជួយផងខ្ញុំមិនចេះហែទឹកទេមិនល្អទេជួយផងខ្ញុំមិនចេះហែទឹកទេមិនល្អទេមានមនុស្សធ្លាក់ទឹកធ្លាក់ចូលក្នុងស្រះរបស់ហ្វានហ្វឺហើយបើមានមនុស្សលង់ទឹកស្លាប់គ្រួសារគាត់នឹងចប់ហើយស្អីគេហ្វានហ្វឺនោះជាឪពុករបស់ហ្វានហ្វឺលឿនឡើងពួកយើងក៏ទៅជាមួយគ្នាដែរហ្វានហ្វឺជីននាងមិនអីទេយកពងសុវត្ថិភាពនេះទៅសម្រាប់ខ្លួនទៅពីមុនមិនក៏មិនចាប់អារម្មណ៍លីហ្វានពេលធ្វើខ្លួនមើងម៉ាត់ក៏សង្ហាដែរតើហ្វានហ្វឺអញពិតមែនតែពួកអញប្រញាប់មករំខ្លួនទៅកុំឲ្យត្រជាក់ជីននាងសុំទោសខ្លាំងណាស់ដែលធ្វើឲ្យអញធ្លាក់ទឹកគឺកំហុសរបស់ខ្ញុំអញចង់ទៅមន្ទីរពេទ្យពិនិត្យបន្តិចទេហ្វានស៊ឺគេធ្លាក់ទឹកនៅស្រះរបស់អញយ៉ាងណាក៏ត្រូវទទួលខុសត្រូវដែរត្រូវហើយហ្វានស៊ឺប្រហែលជាត្រូវសង្លុយមិនតិចទេទៅថ្ងៃមុខអញចិញ្ចឹមត្រីឲ្យបានស្រួលបួលទៅកុំធ្វើរឿងអត់ប្រយោជន៍ទាំងនេះទៀតពុកខ្ញុំលីហ្វានកន្លែងស្ទូចត្រីរបស់អញពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំសម្រេចចិត្តហើយឥឡូវនេះនឹងចុះឈ្មោះជាសមាជិកបញ្ចូលលុយ 10000 យួនមុនគេហាយស្អីគេស្រីម្នាក់នេះខួរក្បាលចូលទឹកហើយមែនទេធ្លាក់ទឹកក្នុងស្រះរបស់ហ្វានហ្វឺហើយនៅតែបញ្ចូលលុយឲ្យគេ 10000 យួនទៀតឡាវលីបើមិនស្រួលទេឯងនឹងហ្វានហ្វឺនាំនាងទៅមន្ទីរពេទ្យពិនិត្យខួរក្បាលបន្តិចទៅ 10000 យួនក្មួយស្រីឯងមិននិយាយលេងទេមែនទេមិនបាននិយាយលេងទេខ្ញុំនិយាយមែនឥឡូវនេះអាចស្កេនកូដបង់លុយបានហើយលីហ្វានបាទល្អជីននាងអរគុណអញណាស់ដែលជួយដោះស្រាយបញ្ហាឲ្យខ្ញុំនឹងតបស្នងអញវិញ